បាទសូមគោរពនឹងជម្រាបសួរដល់ប្រិយមិត្តដែលកំពុងទស្សនាវីដេអូនៅក្នុង Channel YouTube វិខ្មែរថ្ងៃនេះសូមធ្វើការចែកម្លែកវីដេអូមួយទាក់ទងជាមួយនឹង account Facebook ដែលត្រូវបានគេ hack ហើយយើងការពាររៀបចំហើយនៅតែគេ hack បានទៀតដោយសារតែអ្វីដោយសារតែ Facebook របស់យើងនៅពេលដែលយើងបង្កើតហើយ Facebook របស់យើងគឺអាចបំលែងគេហៅថា generate ទៅជាមានព័ត៌មានបង្កើត account Instagram ឬក៏គេនិយាយថា IG អញ្ចឹងពួក hacker នៅពេលដែលគាត់ចូល account យើងបានហើយដោយការបញ្ឆោតរបស់គាត់ឲ្យយើង verify ទៅគេចូល account យើងបានហើយអញ្ចឹងគាត់ទៅសង្ងំនៅក្នុង Instagram ពីព្រោះ Facebook មានកន្លែងដែលគេឲ្យឈ្មោះហៅថា center បាទ account center ហ្នឹងចូលទៅក្នុង account ហ្នឹងហើយគឺអាចចូលទៅមើលព័ត៌មាន Facebook ផ្ទាល់ខ្លួនក៏ដូចជា IG ហើយដល់ពេលដែលចូល IG ក៏វាមានកន្លែងមើលព័ត៌មាន IG ផ្ទាល់ខ្លួនក៏អាចចូលមើលព័ត៌មាន Facebook តាមរយៈ IG ដែរចំណុចនេះនៅពេលដែលពួក hacker គេចូលបានវាទៅសង្ងំនៅក្នុង IG ថ្ងៃនេះខ្ញុំចង់ចែកម្លែកវីដេអូថាតើព័ត៌មាន Facebook និង IG វា link គ្នាវាបំលែងគ្នាទៅវិញទៅមកអញ្ចឹងយើងរៀបចំ account Facebook របស់យើងបានហើយនៅតែគេចូលបានអញ្ចឹងយើងត្រូវរៀបចំ account IG យើងបែបណានៅក្នុងវីដេអូខ្ញុំនឹងបញ្យល់ឲ្យអ្នកទាំងអស់គ្នាយល់ហើយរៀបចំវាបានត្រឹមត្រូវបាទសូមជឿឥឡូវយើងចូលមក Facebook មកដល់ពេលយើងចូល Facebook នេះយើងចុចនៅត្រង់នេះដើម្បីចូលទៅ setting យើង scroll ទៅមើល setting មកបាទនេះចូល setting មកគឺវាមានពាក្យថា account center នេះអញ្ចឹងកន្លែងនេះគឺជាកន្លែងសំខាន់មួយដែលអ្នកទាំងអស់គ្នាត្រូវចូលមើលហើយអ្នកទាំងអស់គ្នាបានបិទកុំឲ្យវា synchronize ព័ត៌មានរបស់យើងទៅកាន់ IG ហើយនៅអញ្ចឹងយើងចូលមកលើ center ហ្នឹងមកដល់ពេលចូលមកក្នុង center អ្នកទាំងអស់គ្នាលើឃើញ account center របស់យើងនេះកន្លែងនេះវាមានលុតពី2ហ្នឹងគឺមាន Facebook របស់យើងមួយហើយនឹង Instagram របស់យើងមួយឥឡូវខ្ញុំសូមចុចចូលលើនឹងមកតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំបានចុចចូលមកកន្លែងនេះនេះគឺ Facebook របស់ខ្ញុំនេះគឺ Instagram របស់ខ្ញុំប៉ុន្តែខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាត្រូវបិទអញ្ចេះនេះខ្ញុំចូលទៅលើ Facebook អ្នកទាំងអស់គ្នាឃើញចូលមកដល់កន្លែងចំណុចហ្នឹងហើយនេះអ្នកទាំងអស់គ្នាចុចចេះមកចុចនៅខាងក្រោមហ្នឹងបិទកន្លែងហ្នឹងទៅពាក្យថា SYNC ហ្នឹងគឺបើសិនជាយើងបើកកន្លែងហ្នឹងវា synchronize មានន័យថាវាអាចធ្វើឲ្យព័ត៌មាន Facebook របស់យើងហ្នឹងភ្ជាប់ជាមួយនឹងណាអញ្ចឹងកន្លែងនេះខ្ញុំសូមត្រឡប់ថយក្រោយនេះយើងមើលមក IG កន្លែងនេះអញ្ចឹងនៅក្នុង Facebook យើងចូលមកតំណែងទៀតមកវាមានព័ត៌មានបាទជាក់ស្ដែងមែនទែនគឺខ្ញុំបានបិទកន្លែងហ្នឹងអត់ឲ្យព័ត៌មាន Facebook របស់ខ្ញុំ synchronize ទៅកាន់ Instagram ទេហើយនៅក្នុង Instagram ក៏យើងគួរតែណាហើយបើសិនជាយើងបើកនេះព័ត៌មាន Instagram load list នៅត្រង់ហ្នឹងហើយបើនៅក្នុង Facebook វិញក៏ load list ព័ត៌មាននៅចេញមកតំណែងអស់ដែរឥឡូវខ្ញុំចូលមក Instagram វិញបាទខ្ញុំចូល Instagram មកបន្តមកទៀតខ្ញុំចូលមកត្រង់នេះបាទខ្ញុំចូលមកកន្លែងហ្នឹងមកចុចមកលើ profile របស់ខ្ញុំមកនេះ menu tray 3នេះអញ្ចឹងនៅពេលយើងចូលមកដល់ security and activity វា load មានពាក្យថា account center ដូចគ្នាបាទអញ្ចឹងយើងចុចលើនឹងតែម្ដងនៅពេលដែលចុចមកក្នុង account center គឺវារត់នៅក្នុង meta តែមួយទេឃើញមាន2ដូចគ្នាអញ្ចឹងខ្ញុំចុចចូលក្នុងហ្នឹងនៅក្នុង Instagram របស់ខ្ញុំគឺវាមាន2វាមានទាំង Instagram និង Facebook ប៉ុន្តែកន្លែងនេះគឺអ្នកទាំងអស់គ្នាត្រូវបិទចូលមកហើយយើងចូលមកលើពាក្យFacebook របស់យើងហើយបន្តមកទៀតនេះគឺ Facebook របស់យើងគឺឃើញពាក្យ Facebook ហើយឃើញមានពាក្យ icon នេះអញ្ចឹងមានន័យថាយើងចូលមក Instagram របស់យើងគឺវាមានព័ត៌មានដែលយើងក្នុងខណៈយើងចង់ជាប់ two factor ឬដែលពួកដែល hacker គាត់បានចូលមកគឺគាត់ចូលមកនៅក្នុង Instagram របស់យើងណាសង្ងំនៅក្នុង Instagram យើងហើយគាត់អាចកែនឹងបានអញ្ចឹងយើងចូលមកគឺមាននៅ list នៅក្នុងនេះទាំងអស់បើសិនជាខ្ញុំបើកអានេះមានន័យថា synchronize profile information មានន័យថារាល់ព័ត៌មាន profile Facebook របស់ខ្ញុំគឺវារត់មកនៅក្នុងនេះអញ្ចឹងគឺពេលមួយណាមានបញ្ហាណាពេលមួយណាមានបញ្ហាយើងអាចចូលទៅបើសិនជាអ្នកទាំងអស់គ្នាជាប់
two factor authentication អាចចូលមកតាម Instagram មកដោះកន្លែងនឹងបានអញ្ចឹងកន្លែងនេះបើសិនជាអ្នកនរគ្នាអត់ចាប់អារម្មណ៍បើពួកគេធ្លាប់ hack យើងចូលហើយណាបើសិនជាគេធ្លាប់ hack យើងចូលហើយនេះអ្នកនរគ្នាត្រូវពិនិត្យមើលទៅត្រង់ហ្នឹងអញ្ចឹងនៅកន្លែងនេះវាមានទាំង Instagram វាមានទាំង Facebook ជាក់ស្ដែងមែនតើ IG កន្លែងនេះគឺអ្នកនរគ្នាគួរមានការប្រុងប្រយ័ត្នឥឡូវយើងងាកមើលនៅលើ computer វិញយើងចូលមកលើ IG តើបន្ទាប់ពីការបិទហើយវា load បែបម៉េចអញ្ចឹងខ្ញុំចូលមកដល់ IG account របស់ខ្ញុំហើយសូមបញ្ជាក់ថា IG account របស់ខ្ញុំគឺបង្កើត email ផ្សេង password ផ្សេងណាអត់ generate ចេញពី Facebook ទាំងស្រុងទេអញ្ចឹងនេះគឺជា IG របស់ខ្ញុំចូលមកលើ menu គៀននេះមកហើយចូលលើ setting បាទបន្ទាប់ពីយើងចូលទៅក្នុង setting នេះហើយនេះគឺវាមាន account center ដូចគ្នាជាមួយនឹង Facebook អញ្ចឹងខ្ញុំចូលមក account center ហ្នឹងមកអញ្ចឹងបន្ទាប់ពីចូលមក account center ហ្នឹងយើងងាកមើលកន្លែង profile ហ្នឹងវាមានទាំង IG និង Facebook អញ្ចឹងខ្ញុំសូមចុចមើល Facebook តើវាមានបង្ហាញអត់នេះជាចំណុចល្អមួយដែលអ្នកទាំងអស់គ្នាគួរតែធ្វើការបិទកុំឲ្យ synchronize profile information បែបនេះណាដើម្បីនៅពេលដែលបើសិនជាគេ hack ចូលបានឬក៏គេចង់មើលព័ត៌មានរបស់យើងគឺនៅពេលដែលគេចូលមក Facebook របស់យើងបានមួយផ្លែតគឺគេចូលមកកាន់ IG របស់យើងអញ្ចឹងនេះជាចំណុចមួយដែលគួរធ្វើតាមរយៈវីដេអូដែលខ្ញុំបានធ្វើការបង្ហាញព័ត៌មានជាមួយនឹងការបញ្យល់រវាង Facebook ព័ត៌មានរបស់ Facebook របស់យើងបំលែងទៅជា IG ហើយកន្លែងដែលចូលទៅកែកង់ព័ត៌មាន Facebook នៅក្នុង IG អ្នកទាំងអស់គ្នាបានមើលវីដេអូមួយនេះដែលខ្ញុំបានបង្ហាញនេះគឺមានមិត្តភ័ក្តិមួយចំនួនក៏បានដឹងនិងមានមិត្តភ័ក្តិបងប្អូនមួយចំនួនផ្សេងទៀតដែលគាត់អត់ទាន់បានដឹងមិនសូវច្បាស់អញ្ចឹងបានឃើញហើយចែកម្លែកគ្នាទៅជាការរីកចម្រើនរបស់គ្នាដើម្បីចូលទៅទប់ស្កាត់ដើម្បីចូលទៅការដាក់ព័ត៌មានឲ្យបានត្រឹមត្រូវបង្កើតនៅព័ត៌មាន IG ឲ្យវាបានផ្សេងគ្នាដើម្បីបើទោះជាអ្នកឯងចូលទៅ IG ណាក៏អត់បានដែរត្រូវការ verify password Facebook វាបំលែងទៅជា account IG ក៏ពិតមែនប៉ុន្តែនៅពេលដែលយើងចូលទៅក្នុង IG នឹងហើយយើងបំលែងព័ត៌មានវាឲ្យដាច់ចេញពីគ្នានោះអាចជួយការពារអ្នកបានច្រើនបាទអញ្ចឹងវីដេអូមួយនេះកុំភ្លេចជួយចែកម្លែកគ្នាផងជាការរីកចម្រើនដល់អ្នកគ្នាហើយចុងក្រោយសូមជួយ Subscribe Channel YouTube ពីខ្មែរផងបាទសូមអរគុណ